chiaរបៀប set up ទូរស័ព្ទពេលអញ្ចឹងពេលបើកមកបងកុំបើក Wi-Fi កុំdownload SIM អញ្ចឹងបើកមកវាចេញអក្សរច្រើនអញ្ចឹងយើងចុចកន្លែងនេះដើម្បីបដូរភាសាយើងចុច English មកហើយយើងនេះ get start with origin OS អញ្ចឹងដល់យើងចុច agree អូខេហើយយើង skip Wi-Fi មកកុំទាន់ connect Wi-Fi យើង skip វាសិនហើយយើង skip បន្តទៀតហើយកន្លែងនេះគេឲ្យយើងដាក់ account តែយើងមិនបាច់ដាក់ណាយើងចុចកន្លែង no vivo account ហើយយើង sign in later នៅក្នុង setting ចុចកន្លែងមកហើយយើងចុចពាក្យ not now ចុចពាក្យ not now ហើយយើងចុច next ហើយយើង skip ទៀតហើយយើងយកនេះ gesture បងហើយយើង go មកជោគជ័យហើយបន្ទាប់មករបៀបdownload Play Store តែមុននឹងចូលដល់កន្លែង download Play Store ខ្ញុំប្រាប់កន្លែងលុប app ចិនចោលសិនគឺចូលកន្លែងiManager នេះហើយនេះបងមើល app manager ហើយមើលទៅលើនេះ app uninstallation នេះចុចកន្លែងនេះមកហើយចុចពាក្យ allow អូខេចឹងឲ្យវា version ហើយបងវាលុបត្រួសនេះចុចចាំមកអូសមកទាំងអស់ហ្មងលុបចោលអស់មិនបាច់ទុកទេព្រោះវាអត់ចាំបាច់ហើយយើងចុចពាក្យលុបនេះអូខេចឹងយើងគ្រាន់ clear ចឹងមកវាលុបទៅខ្លួនឯងនេះចឹងវាលុបទៅអស់ហើយចឹងកម្មវិធីឲ្យលុបអត់ទៅយើងចុចមកនេះលុបវាចោលមកប៉ុណ្ណឹងទៅបានហើយទៅតែកម្មវិធីយើងអត់ចាំបាច់ប្រើចូលឡើង setting ហើយ setting ហើយយើង Wi-Fi ពេលយើងចូលមកវា off ចឹងយើងចុចបើកវាមកហើយយើងមាន Wi-Fi អញ្ចឹងខ្ញុំវាយ Wi-Fi របស់ខ្ញុំចូលពីខ្ញុំ connect ចូលណាបងនេះ Wi-Fi អញ្ចឹងយើងចេញមកវិញមកយើងចេញមកនេះយើងមើលទៅកន្លែង V App Store ចូលកន្លែងហ្នឹងនេះកន្លែង download Play Store យើងចុចពី agree អូខេអញ្ចឹងហើយយើងចុចពី search កន្លែង search ខាងលើនេះអញ្ចឹងបងពេល load ហ្នឹងវា load អញ្ចឹងយើងចុច agree មកហើយបងកុំទាន់វាយបង search មួយនេះចុចកន្លែង keyboard នេះយក en មួយនេះចឹងវាចេញមកយើងស្រួលវាយអញ្ចឹងបងវាយ Play Store មកអញ្ចឹងយើងចុច search មកនេះអញ្ចឹងវាចេញមកអញ្ចឹងយើងដំបូងយើងដល់នេះមួយហើយយើងដល់ keyboard អាហ្នឹងមានភាសាខ្មែរហើយមានអង់គ្លេស full ស្រួលប្រើហើយនេះមួយទៀតហើយកម្មវិធីនេះចាំយើងតឡើងពេលក្រោយតែសំខាន់យើងតឡើងអាពីនេះមុនសិនអញ្ចឹងឥឡូវដល់នេះបានពីនេះអញ្ចឹងជំហានដំបូងបងចូលកន្លែង keyboard ហើយវាលុបពី OK យើង OK ទៅហើយវាឲ្យយើងបើក keyboard មកនេះហើយបងបិទកន្លែងនេះចោលកន្លែង security input នេះហើយយើងនេះចុចសញ្ញាគ្រីសកន្លែង keyboard នេះមកអូខេទៀតហើយយើងចុចមើលកន្លែងនេះយើងដាក់ keyboard មកអូខេតែប៉ុណ្្នឹងគឺបានហើយហើយយើងចេញមកហើយយើងចូល Play Store ប្រើបានហើយតែប៉ុណ្្នឹង